សូមបងប្អូនប្រកបដោយព្រះគុណតាមរយៈការសញ្ជឹងគិត5ទូនៅថ្ងៃនេះនៅក្នុងលុបកបាត់ជំពូក3ខ15អញនឹងធ្វើឲ្យឯងហើយនឹងស្ត្រីគឺទាំងពូជឯងនិងពូជនាងមានសេចក្តីខ្មាំងនឹងគ្នាពូជនាងនឹងកិនក្បាលឯងហើយឯងនឹងចឹកកែងជើងគេយើងដឹងហើយថាអាដាមនិងអេវ៉ាបានបរិភោគផ្លែដឹងខុសត្រូវដែលជាបំរាមរបស់ព្រះពួកគេមិនបានទទួលស្គាល់កំហុសរបស់ពួកគេនោះឡើយតែថែមទាំងនិយាយដោះសារយករួចខ្លួនទម្លាក់កំហុសទៅលើអ្នកដទៃជាបន្តបន្ទាប់ជាលទ្ធផលនៃការបំពានលើបំរាមរបស់ព្រះបាននាំមកនៅសេចក្តីឈឺចាប់ភាពរង្គោះរង្គើបែកបាក់ទំនាក់ទំនងពួកគេត្រូវធ្វើការយ៉ាងលំបាកនឿយហត់ដើម្បីចិញ្ចឹមជីវិតរបស់ពួកគេជាមួយគ្នានេះផងដែរសេចក្តីស្លាប់បានចូលមកផែនដីនេះទោះបីជាយ៉ាងណាក៏ដោយព្រះអង្គនៅតែយកប្រតិយទុកដាក់ចំពោះអាដាមនិងអេវ៉ានិងពូជមនុស្សទាំងឡាយព្រះអង្គបានសន្យាថាឲ្យពូជដែលកើតចេញពីស្ត្រីដែលកើតចេញពីនាងអេវ៉ានឹងយកឈ្នះលើសាតាំងទោះបីជាមនុស្សជាតិរស់នៅជាមួយនឹងការពិតដ៏ជូរចត់នៅលើផែនដីនេះក៏ដោយក៏អំពើអាក្រក់ទាំងអស់នោះមិនអាចនឹងមានជ័យជំនះនៅថ្ងៃចុងក្រោយបានឡើយគឺព្រះយេស៊ូវគ្រីស្ទដែលបានបំពេញនៅសេចក្តីសន្យាដែលជាជ័យជំនះរបស់ព្រះដើម្បីនឹងសង្គ្រោះមនុស្សឲ្យរួចពីបាបសេចក្តីឈឺចាប់របស់យើងរាល់គ្នាដែលលើផែនដីនេះគឺជាការឈឺចាប់បណ្ដោះអាសន្នតែប៉ុណ្ណោះប៉ុន្តែជ័យជំនះដែលយើងរាល់គ្នាមាននៅក្នុងព្រះគ្រីស្ទគឺជាជ័យជំនះជារៀងរហូតពិតណាស់បងប្អូនហើយនៅក្នុងខ15បានបញ្ជាក់ថាសត្រូវនឹងចឹកកែងជើងរបស់អ្នករាល់គ្នាហើយកែងជើងដែលត្រូវគេចឹកកែងជើងដែលត្រូវពុះឬអរិយសាតាំងនៅចឹកវាពិតជានឹងត្រូវរងរបួសវាអាចនឹងហូរឈាមហើយវាអាចនឹងប្រឈមមុខនឹងការខ្វិនដើរមិនរួចហើយវាអាចនឹងបន្សល់ទុកនៅស្នាមរបួសផ្សេងឬក៏ការបាត់បង់ឬក៏ការបរាជ័យតែយ៉ាងណាមិញការឈឺចាប់ទាំងអស់នេះមិនស្ថិតស្ថេរនៅជារៀងរហូតនោះឡើយនេះជាសេចក្តីសន្យារបស់ព្រះសេចក្តីឈឺចាប់ជាការពិតណាស់គឺជាផ្នែកមួយនៅក្នុងដំណើរការនៃជីវិតរបស់មនុស្សគ្រប់គ្នាដោយជៀសមិនរួចប៉ុន្តែការឈឺចាប់ក៏ដូចជារបួសដែលនៅកែងជើងរបស់អ្នករាល់គ្នាមិនមែនជារបួសដល់ជីវិតនោះឡើយអ្នកអាចរស់រានមានជីវិតទោះបីជាមានរបួសនៅកែងជើងក៏ដោយអ្នកអាចដើរបន្តទៅមុខទៀតហើយអ្នកអាចចាប់ផ្ដើមជាថ្មីម្ដងទៀតនៅពេលដែលរបួសកែងជើងរបស់អ្នកត្រូវបានប្រោះលោះនិងជាសះស្បើយដូច្នេះវាគ្រាន់តែជាការឈឺចាប់បណ្ដោះអាសន្នបងប្អូនហើយថ្មីត្បិតបើការតស៊ូប្រយុទ្ធអាចធ្វើឲ្យយើងរាល់គ្នារបួសប៉ុន្តែព្រះគ្រីស្ទសន្យាថា
នឹងកំទេចក្បាលរបស់សាតាំងព្រះអង្គនឹងបញ្ចប់ថ្ងៃរបស់សាតាំងនៅវេលាដែលព្រះអង្គនឹងយាងមកដូច្នេះព្រះបន្ទូលនៅថ្ងៃនេះរំលឹកយើងថាយើងមិនបានកើតមកដើម្បីធ្វើជាជនរងគ្រោះឲ្យសាតាំងធ្វើអ្វីៗតាមចិត្តនោះឡើយតែយើងត្រូវបានកើតមកឲ្យរស់នៅក្នុងជ័យជំនះរបស់ព្រះគ្រីស្ទដូច្នេះការលំបាកការតស៊ូដែលអ្នករាល់គ្នាកំពុងតែជួបប្រទះនៅពេលនេះមិនមែនជាសញ្ញាដែលបញ្ជាក់អំពីការបរាជ័យឬក៏ការវាយបំបាក់របស់សាតាំងឡើយតែវាជាភស្តុតាងដែលបង្ហាញថាអ្នករាល់គ្នាកំពុងតែស្ថិតនៅក្នុងការប្រយុទ្ធនៅឡើយហើយជ័យជំនះក៏នឹងមកដល់ជាមួយនឹងព្រះអង្គចាស់ព្រះយេស៊ូវគ្រីស្ទដែរថ្ងៃនេះទោះបីជាអ្នកពិបាកដើរទោះបីជាអ្នករងរបួសឬការឈឺចាប់ចូលមានចិត្តក្លាហានឡើងចូលបន្តបោះមួយជំហានទៅមុខតទៅទៀតត្បិតជ័យជំនះរបស់ព្រះអង្គចាស់ព្រះយេស៊ូវគ្រីស្ទបានគង់នៅជាមួយអ្នកហើយព្រះអង្គបានឈ្នះលោកីហើយរបួសស្នាមដែលនៅជាមួយនឹងអ្នកឥឡូវនេះគ្រាន់តែចម្ពោះគ្រាន់តែជាចម្ពោះមួយយ៉ាងខ្លីនឹងជាការបណ្ដោះអាសន្នប៉ុន្តែជ័យជំនះនៅក្នុងព្រះគ្រីស្ទគឺជាមរតកសម្រាប់អ្នករាល់គ្នាចូលក្រោកឡើងហើយតាំងចិត្តដើរទៅមុខចាប់ផ្ដើមឡើងសារជាថ្មីព្រះអង្គគង់នៅជាមួយនឹងអ្នករាល់គ្នាអរព្រគុណព្រះអង្គសម្រាប់ព្រះបន្ទូលដែលរំលឹកដាស់តឿនយើងខ្ញុំហើយបង្ហាញពីការពិតនៃសេចក្តីសន្យារបស់ទ្រង់ដែលបានកើតឡើងកំពុងកើតឡើងហើយនឹងកើតឡើងនៅថ្ងៃចុងក្រោយគឺព្រះអង្គបាន design ព្រះអង្គបានរៀបចំឲ្យយើងខ្ញុំបានរស់ក្នុងជ័យជំនះរបស់ព្រះអង្គយើងខ្ញុំមិនមែនរស់នៅដើម្បីនឹងរងការឈឺចាប់ដើម្បីនឹងរងភាពបរាជ័យជារៀងរហូតនោះឡើយតែរស់នៅដើម្បីបង្ហាញពីសេចក្តីសង្ឃឹមដ៏អស្ចារ្យនៅក្នុងព្រះយេស៊ូវគ្រីស្ទក្នុងព្រះនាមព្រះអង្គចាស់ព្រះយេស៊ូវគ្រីស្ទអាមែន